វិទ្យាសាស្ត្រសម្ពុគីនេកូឡូជីគឺជាវិស័យថ្មីមួយក្នុងវិស័យគីនេកូឡូជីដែលការផ្ដល់អំណាចដល់ស្ត្រីត្រូវបានកំណត់ជាអាទិភាពយើងនិយាយអំពីតំបន់ដែលមានភាពជិតស្និទ្ធបន្ថែមទៀតនឹងផ្នែកមុខងាររបស់ស្ត្រីវាជាការផ្លាស់ប្ដូរផ្នែកសម្ពុះមុខងារឬដំណើរការដែលយើងអាចធ្វើបាននៅលើស្ត្រីនៅពេលណានិងកន្លែងណាដែលត្រូវការដូច្នេះវិទ្យាសាស្ត្រសម្ពុគីនេកូឡូជីនេះផ្ដោតលើតំបន់តែមានភាពជិតស្និទ្ធផងដែរឧទាហរណ៍ដំណើរការវិទ្យាសាស្ត្រសម្ពុគីនេកូឡូជីទាំងនេះត្រូវបានបែងចែកជាដំណើរការវះកាត់និងដំណើរការដែលមិនត្រូវការវះកាត់ដំណើរការវិទ្យាសាស្ត្រសម្ពុគីនេកូឡូជីក្នុងការព្យាបាលដោយឡាស៊ែដែលមិនត្រូវការវះកាត់គឺអាចព្យាបាលការរលុងទឹកនោមដោយសារតែសម្ពាធការរលុងក្នុងស្បូនអាចត្រូវបានព្យាបាលអាចផ្ដល់ការចាក់អូហ្គាស្ទិននិងអាចធ្វើការបន្ថយពណ៌ស្បែកនៅតំបន់ដែលមានភាពជិតស្និទ្ធហើយអ្នកអាចផ្ដល់ Botox នៅក្នុងស្ថានភាពជាក់លាក់មួយចំនួនដូចជាការរលុងស្បូននិងស្ថានភាពផ្សេងទៀតប្រសិនបើចាំបាច់ការចាក់ PERP ក៏អាចធ្វើបានសម្រាប់ស្ថានភាពជាក់លាក់មួយចំនួនក្នុងវិស័យគីនេកូឡូជីសម្ពុះបន្ថែមពីដំណើរការដែលមិនត្រូវការវះកាត់យើងក៏មានដំណើរការវះកាត់ដែលរួមមានការកែសម្រួល Labiaplastic, Vaginoplasty, Hymenorrhaphy និងដំណើរការ Hymenectomy អាចត្រូវបានធ្វើការប្រមូលសំឡេងក្រឡុកបន្តិច